បាទជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដើម្បីធ្វើការចែករំលែកជាចំណេះដឹងមូលដ្ឋានបាទប្រធានបទនោះគឺនឹងនិយាយអំពីជំងឺទឹកនោមផ្អែមដែលខ្ញុំនឹងនិយាយអំពីរោគសញ្ញាហើយនឹងវិធីធ្វើតេស្តដើម្បីឲ្យដឹងថាលោកអ្នកនឹងមានជំងឺទឹកនោមផ្អែមឬអត់ហើយចំណុចមួយទៀតគឺតាក់ទងនឹងការធ្វើតេស្តជាតិស្ករកម្រិតប៉ុណ្ណាដែលល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមបាទឥឡូវនេះយើងចាប់ផ្ដើមទាំងអស់គ្នាបាទតាក់ទងនឹងជំងឺទឹកនោមផ្អែមជាទូទៅมันមានរោគសញ្ញាអ្វីជាគួរឲ្យកត់សម្គាល់នោះទេនៅក្នុងករណីដែលយើងចាប់ផ្ដើមមានជំងឺនឹងដំបូងឬក៏ជាតិស្ករយើងទើបឡើងតិចតួចប៉ុន្តែរោគសញ្ញាដែលគេជួបញឹកញាប់ភាគច្រើនដូចជាស្រេកទឹកច្រើនជាងរាល់ដងនោមញឹកជាងរាល់ដងនោមពេលយប់ស្រកគីឡូមានអារម្មណ៍ថាអស់កម្លាំងហើយខ្សោយមានស្រវាំងភ្នែកឬក៏បញ្ហារបួសក្រជាជាដើមមានដំបៅឬក៏របួសក្រជាជាដើមបើសិនជាលោកអ្នកមានរោគសញ្ញាទាំងអស់ហ្នឹងលោកអ្នកអាចទៅធ្វើតេស្តឈាមដើម្បីរកឲ្យដឹងថាតើលោកអ្នកមានជំងឺនឹងមែនដែរឬទេការធ្វើតេស្តឈាមមានច្រើនរបៀបឥឡូវនេះយើងនិយាយអំពីការធ្វើតេស្តឈាមមើលជាតិស្ករចុងដៃគឺគេមើលពេលព្រឹកមិនទាន់ភាសាអីឬក៏លោកអ្នកមិនទាន់ភាសាអីយ៉ាងហោច8ម៉ោងប៉ុន្តែភាគច្រើនគឺមើលពេលព្រឹកហើយក្នុងករណីដែលយើងមើលជាតិស្ករចុងដៃពេលព្រឹកជាតិស្កររបស់យើងក្រោម100បញ្ជាក់ថាលោកអ្នកអត់មានជំងឺទឹកនោមផ្អែមទេហើយបើសិនជាជាតិស្ករចន្លោះពី100ទៅ125បញ្ជាក់ថាលោកអ្នកត្រៀមកើតជំងឺទឹកនោមផ្អែមចំណែកឯជាតិស្ករបើសិនជាលើសពី126ទៅបញ្ជាក់ថាលោកអ្នកមានជំងឺទឹកនោមផ្អែមហើយបាទមួយវិញទៀតគេក៏មានតេស្តដើម្បីឲ្យកាន់តែច្បាស់ជាងនឹងទៀតគឺគេហៅថាតេស្តមើល A1C ការធ្វើតេស្ត A1C ហ្នឹងគឺគេបូមឈាមពីសរសៃពីដៃរបស់យើងហ្នឹងដើម្បីយកទៅមើលអញ្ចឹងករណីដែលលទ្ធផល A1C តិចជាង 5.7% បញ្ជាក់ថាលោកអ្នកមិនមានជំងឺទឹកនោមផ្អែមទេហើយបើសិនជា A1C ចន្លោះពី 5.7 ទៅ 6.4 បញ្ជាក់ថាលោកអ្នកត្រៀមកើតជំងឺទឹកនោមផ្អែមមួយវិញទៀតបើសិនជា A1C របស់លោកអ្នកលើសពី 6.5 ទៅបញ្ជាក់ថាលោកអ្នកមានជំងឺទឹកនោមផ្អែមហើយចំណុចសំខាន់មួយទៀតប្រសិនជាលោកអ្នកកំពុងតែមានជំងឺទឹកនោមផ្អែមកំពុងតែទទួលការព្យាបាលលោកអ្នកមិនទាន់ដឹងថាតើជាតិស្ករប៉ុណ្ណាដែលល្អចំពោះលោកអ្នកឥឡូវនេះយើងមកស្វែងយល់ទាំងអស់គ្នាបាទជាទូទៅចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមគេណែនាំឲ្យជាតិស្ករចុងដៃពេលព្រឹកហ្នឹងមុនភាសាអីចន្លោះពី80ទៅ130បញ្ជាក់ថាល្អហើយមួយទៀតបើសិនជាលោកអ្នកភាសាអីហើយ2ម៉ោងហើយជួសជាតិស្ករចុងដៃទៅក្រោម180ក៏បញ្ជាក់ថាជាតិស្កររបស់លោកអ្នកឬក៏ទឹកនោមផ្អែមរបស់លោកអ្នកគង់ត្រូលបានល្អដែរបាទសូមអរគុណ